សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកអត្ថបទមួយដែលនិពន្ធដោយ Brian Tracy នោះគឺគោលដៅសាងសេចក្តីសុខ3យ៉ាងរបស់ Brian Tracy មកចែករំលែកជូនបងប្អូនស្ដាប់ដូចតទៅនេះ Brian Tracy ជាកំពូលអ្នកលក់អ្នកគ្រប់គ្រងអ្នកនិពន្ធនិងអ្នកនិយាយដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់ក្នុងសហរដ្ឋអាមេរិកនិងពិភពលោកគាត់សាងខ្លួនចេញពីអ្នកលក់លទ្ធផលការងារមិនល្អប៉ុន្មានទេក៏ប៉ុន្តែដោយការមិនព្រមចោះចាញ់គាត់បានក្លាយជាអ្នកលក់ដ៏កំពូលនិងពូកែមានឈ្មោះល្បីល្បាញលំដាប់ពិភពលោកហើយក្លាយជាគំរូនៃភាពជាអ្នកដឹកនាំរបស់មនុស្សជាច្រើននៅទូទាំងពិភពលោក Brian Tracy បាននិយាយថានៅក្នុងជីវិតមនុស្សយើងមានតែរឿង3ប៉ុណ្ណោះដែលជះឥទ្ធិពលយ៉ាងខ្លាំងចំពោះការកសាងសេចក្តីសុខគឺទី1លុយទី2សុខភាពទី3សម្ព័ន្ធភាពតែមនុស្សដែលជោគជ័យទៅកាន់គោលដៅទាំងនេះបានយ៉ាងម៉េចសំខាន់យើងត្រូវដឹងថាយើងត្រូវកំណត់គោលដៅដែលខ្លួនត្រូវការឲ្យបានច្បាស់លាស់និងគិតចាត់ការជាមួយនឹងការងារដែលផ្ដល់ផលកម្រៃច្រើនបំផុតសំដូចពាក្យខ្មែរថាគិតបែបណាបានផលបែបនោះគិតល្អក៏បានល្អគិតមិនល្អបានផលមិនល្អស្ថិតនៅលើថាតើយើងនឹងត្រូវការកំណត់នៅត្រង់ណាត្រូវមានគោលដៅឲ្យបានច្បាស់លាស់លើគ្រប់រឿងរបស់ជីវិតហើយគោលដៅដែលសំខាន់ត្រូវគិតដល់ប្រាក់ចំណូលធ្វើការឲ្យបានផលិតផលច្រើនបំផុតតាមដែលអាចធ្វើបាន80% នៃប្រជាជននៅលើពិភពលោកធ្វើការបណ្ដាលលេងបណ្ដាលមិនធ្លាប់គិតជាមួយម៉ោងរកលុយបានប៉ុន្មានទេហើយបើយើងអាចបង្កើនប្រាក់កម្រៃឲ្យកើនទ្វេដងគ្រប់ម៉ោងធ្វើការនឹងកាន់តែសាងផលិតផលបានច្រើននិងបន្ថែមប្រាក់ចំណូលបានច្រើនឡើងប៉ុណ្ណោះដែរដូច្នេះអ្នកនឹងអាចធ្វើដំណើរពីចំណុចមធ្យមឈានទៅកាន់ចំណុចកំពូលបានអ្វីដែលធ្វើទៅហើយមិនបានផលកម្រៃក៏បញ្ឈប់វានិងសួរខ្លួនឯងថាចង់ធ្វើជាឥន្ទ្រីឬធ្វើជាទាផ្នែកសុខភាពនិងភាពពេញបរិបូរណ៍របស់រាងកាយការដើរចាត់ថាជាការសាងសុខភាពដែលល្អបំផុតវិធីដែលកំពូលមនុស្សគិតគឺគិតដល់សុខភាពដែលបានពីការហាត់ប្រាណដោយគិតជាម៉ោងភាពខុសគ្នារវាងកំពូលមនុស្សនិងជនសាមញ្ញនោះគឺនៅខណៈដែលកំពូលមនុស្សទៅដល់គោលដៅសាមញ្ញជននឹងចងចាំអស់មួយជីវិតកំពូលមនុស្សរីករាយនឹងបរាជ័យហើយបរាជ័យទៀតកាន់តែផ្លាត់ញឹកញាប់គឺកាន់តែធ្វើឲ្យការយល់ដឹងកើនឡើងកំពូលមនុស្សគិតពីគោលដៅគ្រប់ពេលវេលាចង់បានអ្វីក៏កត់ចូលទៅក្នុងបញ្ជីទុកយ៉ាងច្បាស់លាស់មិនស្រមើស្រមៃឥតបានការជារបៀបក្មេងៗនោះទេមនុស្ស 90% មិនចាប់អារម្មណ៍ធ្វើតែកំពូលមនុស្ស 10% យកទៅប្រតិបត្តិពិតៗដូចជាបើចង់ពូកែភាសាអង់គ្លេសត្រូវហ្វឹកហាត់រាល់ថ្ងៃគ្រប់ភាសាក្នុងលោក 80% ស្ថិតនៅលើពាក្យសម្ដី 1200 ពាក្យសិក្សាបានប៉ុណ្ណេះអ្នកក៏អាចប្រើនិយាយជាមួយអ្នកណាក៏បានមើលទូរទស្សន៍ក៏បានដែលសំខាន់ភាសាអង់គ្លេសរៀនមួយថ្ងៃ3ពាក្យក៏ល្មមហើយកំពូលមនុស្សត្រូវសំដៅឆ្ពោះទៅរកភាពអស្ចារ្យកំណត់ខ្លួនឯងឲ្យបានច្បាស់ថាអ្នកនឹងអស្ចារ្យបានដោយវិធីណាទោះជាបើចង់លក់ដូរត្រូវកំណត់បានគ្រប់គ្រងបាននិងស្ទង់លទ្ធផលបាននេះចាត់ជាបេះដូងដ៏សំខាន់របស់ការងារហើយរកឲ្យឃើញថាខ្លួនស្ទាត់ជំនាញខាងអ្វីគប្បីផ្ដល់កម្លាំងចិត្តខ្លួនឯងថាមិនមាននរណាម្នាក់ឆ្លាតដល់យើងទេគ្មាននរណាធ្វើល្អដូចយើងត្រូវវឹកហាត់យល់ដឹងឲ្យខ្លាយជាកំពូលមនុស្សដែលមានត្រឹម 10% លើពិភពលោកនេះវានឹងផ្លាស់ប្ដូរជីវិតរបស់យើងយ៉ាងមហាសាលចំណុចចុងក្រោយលើរឿងសម្ព័ន្ធភាព Brian Tracy បានប្រាប់ថាកំពូលមនុស្សផ្ដល់ការយកចិត្តទុកដាក់ជាមួយមនុស្សម្នាគ្រប់ពេលវេលាត្រូវធ្វើឲ្យមានតុល្យភាពលើផ្នែកសម្ព័ន្ធភាពទាំងនៅកន្លែងធ្វើការនិងនៅផ្ទះរឿងដែលបង្ហាញងាយបំផុតគឺការព្រមទទួលអ្នកដទៃដោយការញញឹមដាក់គោរពគេនិងផ្ដល់ភាពសំខាន់បង្ហាញនៅការអរគុណការសរសើរឬអ្វីក៏ដោយដែលបង្ហាញពីការព្រមទទួលដូចនេះរឿងដែលងាយបំផុតគឺការស្ដាប់នៅរឿងដែលអ្នកដទៃចង់និយាយព្រោះបើយើងរវល់តែដណ្ដើមនិយាយយើងនឹងមិនដឹងថាអ្វីជារឿងដែលគេត្រូវការពិតប្រាកដនោះទេវាជាសម្ព័ន្ធភាពថ្នាក់កំពូលដែលយើងអាចដឹងអ្នកជុំវិញខ្លួនត្រូវការអ្វីហើយយើងនឹងអាចឆ្លើយតបដោយការធ្វើឬមិនធ្វើតាមដែលគេត្រូវការទាំង3រឿងរបស់ Brian Tracy ព្រមទទួលថាជារឿងវិសេស3យ៉ាងដែលមនុស្សគ្រប់គ្នាប្រាថ្នាមិនថាថ្ងៃនេះ
យើងមានឬក្រក៏ដោយបាទបងប្អូនគោលដៅនៃការកសាងសេចក្តីសុខ3យ៉ាងរបស់ Brian Tracy បានមកដល់ទីបញ្ចប់ត្រង់នេះតើបងប្អូនយល់យ៉ាងណាដែរបន្ទាប់ពីស្ដាប់តាំងពីដើមរហូតដល់ចប់បាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ក្នុងការស្ដាប់សូមបងប្អូនជួយគាំទ្រចុច like និង subscribe នៅក្នុង channel YouTube ឬក៏ចុច follow នៅក្នុង Facebook page របស់ខ្ញុំដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតសូមអរគុណនិងសូមជម្រាបលាបាយបាយ